ស្ត្រីម្នាក់កំពុងឃ្លាននៅលើកោះវាលខ្សាច់មួយខិតខំធ្វើការអស់10ថ្ងៃទីបំផុតនាងមានត្រីតូចមួយប៉ុន្តែនាងមានមួយខ្ញុំមិនមានគម្រោងញ៉ាំវាទេប៉ុន្តែផ្ទុយទៅវិញត្រីតូចទាំងអស់ត្រូវបានកំទេចហើយបន្ទាប់មកខួរក្បាលត្រូវបានចាក់ចូលទៅក្នុងសមុទ្រស្ត្រីនោះបានរើសយករបស់ជាវយ៉ែដំបងឈើនោះសម្លឹងមើលសមុទ្រដោយយកចិត្តទុកដាក់នេះហាក់ដូចជាកំពុងរងចាំអ្វីមួយមិនយូរប៉ុន្មានត្រីឆ្លាមមួយក្បាលបានហូរឈាមក្លិនត្រីបានតាក់ទាញស្ត្រីនោះជៀនជួងបានលើកដំបងឈើយ៉ាងលឿនស្ត្រីឆ្លៀតឱកាសនោះហើយសម្រេចចិត្តមើលឃើញតែម្ដងត្រីឆ្លាមដែលត្រូវបានចាក់ទម្លុះដោយការវាយប្រហារត្រីបានឈ្នះការប្រកួតសម្រស់ហើយក៏សប្បាយចិត្តដែរដែលបាននៅក្នុងទឹកគាត់បានស្រែកខ្លាំងយ៉ាងណាក៏ដោយចម្លែកណាស់ស្ត្រីនោះមិនបានធ្វើភ្លាមទេចង់ញ៉ាំអាហារច្រើនតែត្រូវរងចាំអាកាសធាតុបន្ទាប់ពីងឹតហើយវាបានធ្លាក់មកលើដើមឈើលាបជក់ដោយខ្លួនឯងទៅលើកន្លែងដែលបានជីករួចសង្កេតដោយសម្ងាត់នៅក្នុងរណ្ដៅខ្សាច់វាហាក់ដូចជាតាក់ទាញអ្វីមួយប៉ុន្តែរងចាំហើយរងចាំស្ត្រីនោះចូលខ្ញុំបានដេកលក់ទៅដោយមិនដឹងខ្លួនទៅចាំនាងភ្ញាក់ពីដំណេកម្ដងទៀតដោយភ័យរន្ធត់ខ្លាំងណាស់ខ្ញុំបានរកឃើញដើមឈើត្រីឆ្លាមមិនងាយស្រួលរកទេមិនមែនមានតែត្រីឆ្លាមទេខ្សែពួរត្រូវបានទុកចោលឲ្យទេនេះក៏បានធ្វើឲ្យស្ត្រីយល់ដឹងផងដែរតែមានអ្វីមួយនៅលើកោះដែលគេបោះបង់ចោលលើកលែងតែសិតឆ្លាតវៃក្រៅពីខ្លួនឯងដើម្បីទប់ស្កាត់បញ្ហាមុនពេលវាកើតឡើងមនុស្សបានស្វែងរកតាមបណ្ដោយឆ្នេរសមុទ្រសម្ភារៈប្រើប្រាស់ដែលនៅសេសសល់ជំហាន2ដើម្បីរកឃើញត្រីឆ្លាមពាក់កណ្ដាលត្រីត្រូវបានរលកបោកបក់មកលើច្រាំងកំពុងសម្លឹងមើលទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើត្រីឆ្លាមដ៏គួរឲ្យភ្ញាក់ផ្អើលលើស្ត្រីម្នាក់គាត់ឈរនៅទីនោះដោយងឿងឆ្ងល់ដោយសារតែរបួសទាំងនេះច្បាស់ជាមិនមែនសារពាង្គកាយធម្មតាអាចបណ្ដាលឲ្យយ៉ាងណាមិញអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺនៅពេលត្រឡប់មកពីឆ្នេរវិញមនុស្សនោះពិតជាយ៉ាងណាមិញពួកគេបានរកឃើញសាកសពរបស់ចេតនាមិនមែនគ្រាន់តែបន្សល់ទុកស្នាមប្រឡាក់បំណងខ្សាច់ដែលប្រឡាក់ទទួលស្គាល់សត្វចម្លែកអាចកំបាំងនេះវាមិនសាមញ្ញដូចការគ្រាន់តែជាប់ជំពាក់នោះទេចិត្តវិទ្យារបស់ស្ត្រីភ្លាមពោពេញដោយការភ័យខ្លាចនាងក៏គាត់ប្រញាប់ប្រើថ្មមួយដើម្បីធ្វើឲ្យឈើដំបងនោះឲ្យទៅជាសក់វែងសម្រាប់ការពារខ្លួនដោយប្រុងប្រយ័ត្ននៅលើកោះស្ងាត់ជ្រុងដើម្បីរកកន្លែងលាក់ខ្លួនអ្នកអាចដើរជុំវិញបានកន្លះថ្ងៃនៅលើកោះនេះមិនបានផ្ដល់ផលអ្វីទេនោះស្ត្រីនោះបានរកឃើញថាដើមឈើមួយនៅក្បែរនោះបានបញ្ចេញពន្លឺនាងបានស៊ូទ្រាំនឹងសំឡេងចម្លែកនោះការភ័យខ្លាចបានចូលមកជិតយឺតនៅពេលដែលខ្ញុំអន់ចង្កេះចង់ស៊ើបអង្កេតវាប្រែជារូបចម្លាក់ខ្សាច់ទីបំផុតស្ត្រីនោះបានដកដង្ហើមធំដោយការទូស្បើយនាងខឹងប៉ុន្តែភ្លាមក៏ភ័យម្ដងទៀតបារម្ភពីការគ្មានកន្លែងលាក់ខ្លួនសត្វចម្លែកអាចកំបាំងនឹងលួចចូលហើយវាប្រហារបន្ទាប់មកស្ត្រីនោះបានមករកគាត់ស្លឹកដូងច្រើននិងរដុបបង្គោលឈើរឹងមាំត្រូវបានប្រើដើម្បីសាងសង់ចម្លែកអាចលេចឡើងនៅពេលណាក៏បាននៅក្នុងជំរំយ៉ាងណាមិញពេលនាងងើយក្បាលឡើងភ្លាមវាហាក់ដូចជាអណ្ដែតលើសមកតើមានអ្វីកំពុងរងចាំការសង្គ្រោះពេលពិនិត្យឲ្យកាន់តែដិតដល់គេបានរកឃើញថាវាគឺជាទង់ដែងដែលបានបាត់បង់នៅហើយណាប៉ុន្តែរាងកាយរបស់នាងច្បាស់ណាស់វាត្រូវបានកាត់ដោយអ្វីមួយសូម្បីតែស្នាមឆ្កូតនៅលើមុខរបស់គាត់ដូចគ្នាបេះបិទទៅនឹងរូបចម្លាក់ឆ្កួតពីដើម្បីស្វែងយល់ថាតើនេះជាអ្វីឲ្យប្រាកដមានរឿងអ្វីកើតឡើងដូច្នេះស្នាគឺប្រើខ្សែពួរដើម្បីលើកទង់ដែងសាកសពរបស់ក្រុមប្រឹក្សាពិបាលត្រូវបានយកមកលាក់ខ្លួននៅលើច្រាំងពេលគាត់នៅលើដើមឈើលើកនេះនាងសង្កេតដោយសម្ងាត់យានមួយគេងម្ដងទៀតហើយត្រាំខ្លួនទាំងមូលកុមារត្រូវបានមើលថែយ៉ាងដិតដល់បន្ទាប់មកនាងបានឃើញអ្វីមួយដែលធ្វើឲ្យយ៉ាងណាក៏ដោយមានតែសត្វអាយុ3ឆ្នាំមួយក្បាលនៅតំបន់ដែលបានគេឃើញនៅបានសាកសពនៅលើដើមឈើនោះបានរាលដាលពីពេញស្ត្រីនោះចាប់ផ្ដើមលេបត្របាក់សាកសពដោយភ័យខ្លាចមិនហ៊ានដកដង្ហើមដោយដកដង្ហើមញាប់គាត់ក៏សម្លឹងមើលទៅមុខដោយប្រយ័ត្នប្រយែងចម្លែករកឃើញគាត់ប៉ុន្តែភ្លាមនោះការហោះហើរមួយសម្លេងក្រហមរបស់ម៉ាស៊ីនបានចាប់ផ្ដើមមនុស្សនោះមានអារម្មណ៍រំភើបភ្លាមសត្វចម្លែកបានបាត់ខ្លួនហើយនាងគ្រាន់តែគាត់បានក្រោកឡើងដើម្បីហៅឲ្យគេជួយប៉ុន្តែអ្នកណាដឹងថាមានខ្លួននៅចំពោះមុខស្ត្រីនោះមនុស្សនោះជប់ធ្វើចលនាយ៉ាងលឿនគាត់បានបិទមាត់យ៉ាងណែនហ៊ានបញ្ចេញសំឡេងសំបីតែបន្តិចបន្តួចក៏សំណាងល្អសត្វចម្លែកមិនបានកត់សម្គាល់ទេទីបំផុតស្ត្រីរបស់នាងបានធូរស្រាលហើយសំឡេងរបស់នាងធ្វើឲ្យនាងដឹងថានាងមិនអាចដើម្បីបង្កើតសញ្ញាសម្គាល់អ្នកត្រូវតែគិតរបៀបរត់គេចពីកោះស្ងាត់ជ្រុងនេះបើមិនដូច្នោះទេថ្ងៃណាមួយខ្ញុំនឹងត្រូវសត្វចម្លែកខំរហូតដល់ស្លាប់នៅទីនេះគ្មានអ្វីក្រៅពីខ្សាច់និងថ្មទេគ្មានវិធីណាដើម្បីរត់គេចខ្លួនបានឡើយឧបករណ៍សម្រាប់ការមានកូនគឺស្ថិតនៅលើស្ត្រីនៅចុងបញ្ចប់នៃការតាំងពីពណ៌នាងបានកត់សម្គាល់ឃើញអ្នកជួយសង្គ្រោះនៅក្បែរមួយបានលេចឡើងភ្លាមនៅក្នុងចិត្តរបស់ដំបូងឡើយនាងមានគំនិតនៃភាពក្លាហានសម្លៀកបំពាក់នៅខាងក្នុងត្រូវបានបង្ហូរចេញអាវជីវិតនៅខាងក្នុងនាងបានគប់ចំណងនោះទៅលើមុខរបស់នាងចង់ទាញយកអត្ថប្រយោជន៍ពីប្រអប់នេះទេរត់គេចពីទីនេះជើងរបស់ស្ត្រីមានរោមខ្ញុំចង់ឡើងលើនោះណាស់ប៉ុន្តែវ៉ាន់ខ្ញុំប្រអប់នេះត្រូវបានបង្វែរដោយផ្ទាល់ខ្ញុំបានព្យាយាមច្រើនដងទៀតប៉ុន្តែវាមិនដំណើរការទេខឹងយ៉ាងខ្លាឲ្យឃើញថាការរត់គេចខ្លួននោះគ្មានសង្ឃឹមស្ត្រីនោះមកគាត់បានយកក្រណាត់មួយដុំដែលរហែកធ្វើរន្ធតូចមួយដោយប្រើដំបងហើយខ្សែក្រវ៉ាត់និងខ្សែពួរត្រូវបានចងភ្ជាប់ទៅនឹងដើមឈើធ្វើវាឲ្យคล้ายជាអង្រឹងនៅរយៈកម្ពស់ខ្ពស់ដោយសង្ឃឹមការស្នាក់នៅកន្លែងខ្ពស់អាចជួយជៀសវាងការវាយប្រហាររបស់សត្វចម្លែកបានចូលមកយ៉ាងឆាប់រហ័សហើយស្ត្រីនោះក៏បានសំឡេងស្រែកភ្លាមដែលមិនអាចពន្យល់បានភ្ញាក់ផ្អើលនាងក៏ងាកមើលដោយប្រយ័ត្នប្រយែងប៉ុន្តែគ្មានអ្វីនៅជុំវិញនោះទេពេលខ្ញុំហៀបនឹងមួយមានសំឡេងក្រហមទាបរបស់សត្វចម្លែកស្ត្រីអាចមិនអើពើនឹងការអធិស្ឋានល្អដែលសត្វចម្លែកមិនរកខ្ញុំឃើញសត្វចម្លែកនោះគ្មានស្រាទេហើយក៏ចាក់ចេញយឺតនាងត្រូវតែរកវិធីដើម្បីរត់គេចខ្លួនឆ្ងាយពីទីនេះនេះជាកន្លែងដែលស្ត្រីនោះស្រាប់តែចាប់ដើមមួយបានរសាត់ទៅលើច្រាំងហើយទុកសង្គ្រោះគ្មានពេលគិតទេនាងបានហែយ៉ាងលឿនហើយរងចាំពេលពិនិត្យឲ្យកាន់តែច្បាស់គាត់បានរកឃើញថាពួកគេត្រូវបានបំបែកនៅហើយណានមិត្តប្រុសនិងមិត្តសម្លាញ់បន្ទាប់ពីឡើងច្រាំងស្ត្រីនោះបានវិចខ្ចប់របស់របររបស់នាងយ៉ាងខ្ញុំហៀបនឹងចាក់ចេញហើយប៉ុន្តែមិត្តប្រុសរបស់ខ្ញុំមិត្តល្អបំផុតរបស់ខ្ញុំមិនចង់ចាក់ចេញទេពួកគេរត់ហើយនៃការរសាត់អណ្ដែតនៅជីវិតឲ្យទីបំផុតរកផ្លូវឃើញហើយជាចុងក្រោយខ្ញុំចង់រស់នៅទីនេះមួយរយៈ
ទោះបីជាស្ត្រីនោះបានព្យាយាមពន្យល់យ៉ាងណាក៏ដោយស៊ីមនុស្សនៅទីនេះឈ្មោលផ្ទុយទៅវិញមិត្តភ័ក្តិនៅតែមិនរើបំរាស់គាត់គិតថាមិត្តស្រីរបស់គាត់ឈួតហើយការស្រែកដាក់ស្ត្រីគឺពិបាកវាពិបាកក្នុងការធ្វើឲ្យនិយាយឡើងដែលជាប់បណ្ដាសានោះស្ត្រីតែល្អក្នុងការស្ងប់ស្ងាត់នៅក្នុងសមុទ្រហើយប្រគល់វាទៅឲ្យយ៉ាងណានៅយប់នេះខ្ញុំបានចំណាយពេលជាមួយមិត្តប្រុសនិងមិត្តល្អបំផុតគឺនៅលើឆ្នេរដើរលេងដោយមិនបានយកចិត្តទុកដាក់ចំពោះស្ត្រីនោះទេនាងយកពាក្យសម្ដីរបស់គាត់ទៅពិចារណាប៉ុណ្ណោះហើយបញ្ចប់វាដោយសម្ងាត់ប៉ុណ្ណោះសម្ភារៈរំលងមិត្តប្រុសនិងមិត្តល្អបំផុតភ្នែកររបស់ហានីមានបំណងចង់នៅម្នាក់ឯងនាងហៀបនឹងរត់គេចខ្លួនប៉ុន្តែនៅពេលដែលនាងហៀបជោគជ័យមិត្តប្រុសនិងមិត្តល្អបំផុតសកម្មភាពរបស់ស្ត្រីនោះត្រូវបានគេរកបានប្រហមហើយស្ទុះទៅរកទុកសង្គ្រោះពេលឃើញបែបនេះស្ត្រីនោះក៏លោតយ៉ាងលឿននាងបានឡើងទៅប៉ុន្តែមិត្តប្រុសរបស់នាងនៅតែចាប់នាងជាប់របស់ខ្ញុំក៏ប្រញាប់មកដែរជួយផងក្នុងពេលដ៏អស់សង្ឃឹមមួយភ្លែស្ត្រីម្នាក់មិត្តសម្លាញ់របស់នាងឲ្យដួលនៅតែត្រូវមិត្តប្រុសរបស់នាងចាប់បានបន្ទាប់មកអ្នកទាំងពីរបានចាប់ផ្ដើមការប្រយុទ្ធគ្នាយ៉ាងសាហាវប្រកែកគ្នាហើយវិនាទីបន្ទាប់ស្ត្រីនោះគាត់បានសន្លប់បាត់ស្មារតីហើយលេចចុះយឺតគាត់បានចូលទៅក្នុងសមុទ្រហើយរងចាំនាងនៅពេលញាក់ពីដំណេកម្ដងទៀតខ្ញុំបានរកឃើញខ្លួនឯងហ៊ូដាប៉ៅស្ថិតនៅលើដើមឈើឈ្មោលមិត្តភ័ក្តិនៅតែគេចវេះគ្នានៅទីនោះដោយមិនឈប់ឈរមិនដឹងខ្លួនទាំងស្រុងគ្រោះថ្នាក់ចិត្តមកដល់ហើយរហូតដល់មិត្តល្អបំផុតរបស់ខ្ញុំបានស្រែកមិត្តប្រុសបានចាប់យកពើដែលគេបោះចោលយ៉ាងប្រញាប់ចេញទៅបែរមុខទៅរកសត្វចម្លែកនោះបានធ្លាក់មកលើដីប៉ុន្តែគ្មានអ្វីកើតឡើងទេសត្វចម្លែកនោះគ្រាន់តែសងសឹកដោយការមានច្រើនដ៏ខ្លាំងក្លាមួយបានធ្វើឲ្យបុរសនោះចេញទៅក្រៅរួចលោតចូលទៅក្នុងសមុទ្រនៅពេលនេះមិត្តប្រុសនៅតែចង់ជួយសង្គ្រោះមិត្តល្អបំផុតរបស់ខ្ញុំនៅក្នុងសមុទ្រប៉ុន្តែទីបន្ទាប់គាត់ត្រូវបានសត្វចម្លែកចាប់បានគាត់នៅក្នុងទឹកហើយមិត្តប្រុសរបស់គាត់មានការជាប់គាំងនៅនឹងកន្លែងសំណាងល្អដែលស្ត្រីអារម្មណ៍នៃការរំដោះខ្លួនចេញពីការរឹតបន្តឹងតាមពេលបានអូសមិត្តប្រុសរបស់នាងដែលងឿងឆ្ងល់ចេញទៅលើទីបំផុតដឹងកំហុសហើយបុរសនោះដូចជាមនុស្សម្នាក់ដែលបានធ្វើខុសដោយក្មេងមើលដោយប្រុងប្រយ័ត្នពេលសម្លឹងមើលស្ត្រីនោះបានឃើញនាងបែបនេះរបស់នាងមើលទៅដូចអ្វីក៏ដោយក៏នាងមិនបានបន្ទោសនាងទេហើយបន្ទាប់មកពួកគេទាំងពីរបន្ទាប់មកពួកគេបានឡើងទូកសង្គ្រោះហើយចេញទៅពីមានការបែងចែកការងារយ៉ាងច្បាស់លាស់ម្នាក់អ្វីគ្រប់យ៉ាងស្ថិតក្នុងស្ថានភាពសណ្ដាប់ធ្នាប់កំពុងតែកើតឡើងប៉ុន្តែភ្លាមនោះមិត្តប្រុសវត្ថុមិនស្គាល់អត្តសញ្ញាណមួយបានហែលកាត់ពេលខ្ញុំហៀបនឹងពិនិត្យវាឲ្យបានដិតដល់ស្រាប់តែមានរឿងចម្លែកមួយបានហែលរបស់វាមិត្តប្រុសកោះខ្លួនខណៈនារីម្នាក់ឃើញដុំពុកបិទផ្លូវប្រសពយ៉ាងលឿនហើយព្យាយាមរារាំងសត្វចម្លែកមិនឲ្យចូលប៉ុន្តែពួកគេបានវាយទូកពីខាងក្រោមហើយក្បាលរបស់គាត់បានលេចចេញមកក្នុងភាពភ័យស្លន់ស្លោបន្ទាប់មកមិត្តប្រុសបានរើសកាំភ្លើងស៊ីញ៉ូបានវាយប្រហារសត្វចម្លែកនោះប៉ុន្តែវាមិនបានសម្រេចទុយទៅវិញវាបានធ្វើឲ្យកាប៊ីនពេញទៅដោយធ្វើឲ្យពួកគេទាំងពីរពិបាកបើកភ្នែករបស់នាងបន្ទាប់មកមិត្តប្រុសរបស់នាងការបាញ់លើកទី2ត្រូវបានបាញ់ចេញហើយបាញ់ចំដោយជោគជ័យភ្នែករបស់សត្វចម្លែកស៊ីការរត់គេចដ៏ឈឺចាប់ចេញពីកាប៊ីនគឺនៅទីនេះទាំងពីរគិតថាពួកគេមានសុវត្ថិភាពប៉ុន្តែភ្លាមយ៉ាងណាមិញស្ត្រីនោះត្រូវបានសត្វចម្លែកនោះដោះសម្លៀកបំពាក់ចេញនៅលើបាតសមុទ្រគាត់ហៀបនឹងថប់ដង្ហើមនាងបានយកកាំបិតសោមួយចេញវាបានទម្លុះចង្កេះរបស់សត្វចម្លែកយ៉ាងសត្វចម្លែកគ្មានជម្រើសអ្វីក្រៅពីដោះលែងក្មេងស្ត្រីនោះប៉ុន្តែនាងមិនបានចាក់ចេញទេផ្ទុយទៅវិញពួកគេបានហែទៅរកអ្នកជួយរបស់នាងស្ត្រីអាចធ្វើបានតែកំពុងមើលសង្សារខ្ញុំត្រូវបានទាញចូលទៅក្នុងទីជ្រៅបំផុតជំនោរនៅក្នុងសមុទ្រធ្វើអ្វីគ្រប់យ៉ាងទេក្រោយមកស្ត្រីនោះបានតស៊ូត្រឡប់មកឆ្នេរវិញហើយមិត្តប្រុសរបស់នាងសេចក្តីស្លាប់បានបំពេញភ្នែករបស់នាងមានការស្អប់ខ្ពើមប៉ុន្តែក្នុងពេលជាមួយគ្នានេះនាងក៏យល់ដែរសម្រាប់សត្វចម្លែកគាត់ផ្ទាល់គ្មានឱកាសរស់រានមានជីវិតតតែសោះនាងបានរំលាយដំបងឈើនោះដោយបង្កើតសក់វែងច្រើនអាចប្រើសម្រាប់ធ្វើឈើបានអាំងតង់ស៊ីតេទៀពេឲ្យបុរសនោះនាងគ្មានជំរឿអ្វីក្រៅពីសងសឹកមិត្តរបស់នាងបានលូកដៃទៅរកដៃគូរបស់គាត់នោះដែលកំពុងសង្កត់ក្បាលរបស់វាយ៉ាងខ្លាំងនាងកាបូបចុះក្រោមសូមគិតវាដោយប្រុងប្រយ័ត្នបន្ទាប់មកធ្វើវាដោយដៃវាមួយឡែកសិនបន្ទាប់មកជីកវាចេញយកឆ្អឹងចេញទាំងអស់ហើយកុំតិចវាបំបែកវារើសយកផ្នែកមុតស្រួចបំផុតផ្នែកដែលបានចង្អុលបង្ហាញដោយដៃគឺជាចំណុចមុតកម្រិតនៃគុណសម្បត្តិដែលធានាថាសត្វចម្លែកអាចត្រូវបានអាវុធដែលអាចសម្លាប់មនុស្សបានដោយការមានបានរើសគំនោឈើមួយដំបងត្រូវបានប្រើដើម្បីដុតភ្លើងដាក់ស្មៅនៅខាងក្រោមហើយអ្នករួចរាល់ទាំងអស់នេះឥឡូវនេះកំពុងរងចាំពិធីជប់លៀងកម្មវិធីបានចាប់ផ្ដើមហើយនៅពេលយកភ្លើងបានពន្លត់បុរសអាក្រក់នោះដោយមិននឹកស្មានដល់នាងបានបង្ហាញខ្លួនហើយនាងបានធំក្លិនឈាមនៅលើវាយ៉ាងលឿននាងបានចូលទៅក្នុងអន្ទាក់ដូចនោះដែរពេលខ្ញុំកំពុងរៀបចំបន្ទប់លាក់ខ្លួនធំមួយតំបន់ជុំវិញនោះបានឆាប់ឆេះភ្លាមឆេអងឡៃហៀវបានថាប់នាងមីយ៉ាជូជុនត្រូវបានជំរុញហើយបញ្ជូនជាសត្វចម្លែកដ៏អាក្រក់មួយដែលមានរាងល្អឥតខ្ចោះបន្ទាប់មកគាត់បានវាយប្រហារយ៉ាងសាហាវដោយប្រើដៃច្រមុះរបស់គាត់កំបាំងនៃអំណាចរបស់យិននិងលួយប៉ុន្តែស្ត្រីនោះមិនមែនតតែសោះត្រឹមត្រូវដោយប្រើបញ្ញារបស់ខ្លួនដើម្បីផ្ដោតវាត្រូវបានព្យួរនៅចំកណ្ដាលមីយ៉ាហាក់ដូចជាមានអំណាចនៅពេលនេះព្យាយាមលើកដៃរបស់អ្នកប្រសិនបើអ្នកលេងច្រើនពេកប៉ុន្តែអំណាចរបស់សត្វចម្លែកនៅតែមានអានុភាពខ្លាំងរហូតដល់ពេលក្រោយវានឹងភ្លាមមីយ៉ាបានបោះចោលសួនភក់សាកសពស្ត្រីដោយមិនអើពើនឹងការឈឺចាប់នៅក្នុងក្បាលរបស់គាត់រងបានព្យាយាមអស់ពួកគេបានរត់ទៅឆ្នេរហើយនៅខាងមុខគ្មានកន្លែងណាដើម្បីលាក់ខ្លួនទេនាងបានលើកបុរសសក់វែងនោះឡើងវិញវាប្រកាសណាស់ថានាងនឹងស្លាប់ភ្លាមបន្ទាប់ពីនាងបានជាសត្វស្បើនោះហើយនៅក្នុងដៃរបស់អ្នកណានាងគិតថាសត្វចម្លែកដ៏អាក្រក់នោះនឹងស្លាប់នៅវិនាទីបន្ទាប់មីយ៉ាជៀនជួងបានឆ្លៀតឱកាសនោះយ៉ាងលឿនមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបានប្រើច្រមុះរបស់នាងទៀតគាត់បានយកដៃរបស់អ្នកដទៃចេញនេះសំដៅទៅលើការពិតដែលថាចាប់ពីពេលនោះមកស្ត្រីបានទទួលជ័យជំនះយ៉ាងដាច់អហង្ការដោយសារតែនាងមានភាពម៉ឺងម៉ាត់និងមើលងាយសម្ដែងហើយសំខាន់ជាងនេះទៅទៀតនាងមិនដែលចាញ់